ចឹងយើងមកមើលចំណុចទីតាំងទី2ដែលសំខាន់គឺទីតាំងទ្រព្យសម្បត្តិ Wealth Palace គឺទីតាំងនៅចំកន្លែងណានេះចំចុងច្រមុះនេះទីតាំងទ្រព្យសម្បត្តិហ្នឹងគឺច្រមុះអត្ថន័យវាលុយសមត្ថភាពរកលុយសមត្ថភាពរកលុយនិងរក្សាទ្រព្យតើយើងអានរបៀបម៉េចច្រមុះពេញភ្លឺបានអ្នកទ្រព្យយើងចូលមកដល់រលូនច្រមុះស្គមមានខ្សែកាត់ពីលើនឹងទៀតលុយដែលហូរមកគឺលំបាកច្រមុះធំវាមិនមែនបានន័យថាមនុស្សហ្នឹងគឺមានលុយទេប៉ុន្តែបានន័យថានៅពេលដែលគាត់រកលុយបានណាពេលច្រមុះគាត់ពេញហើយភ្លឺទៀតអញ្ចឹងពេលដែលគាត់រកលុយបានមកគាត់ចេះគ្រប់គ្រងគាត់ចេះគ្រប់គ្រងលុយគាត់ចេះគ្រប់គ្រងលុយសល់អ្នកខ្លះទៅច្រមុះអត់ល្អគឺលុយហូរបានមែនតែអត់សល់លុយរកបានតែអត់មានសល់ទេអញ្ចឹងវាបញ្ជាក់អត្ថន័យប៉ុណ្ណឹងមិនមែនបានន័យថាឲ្យទៅច្រមុះហ្នឹងសាច់ច្រមុះហ្នឹងធំដឹងតែអ្នកមានទេគឺគេបញ្ជាក់ពីសមត្ថភាពរកលុយហើយនឹងរក្សាលុយហ្នឹងតើរក្សាបានអត់បើសិនជាច្រមុះហ្នឹងអត់ល្អបានន័យថាគាត់ខំប្រងលុយបានមែនប៉ុន្តែគាត់អត់សូវចេះទុកដាក់ឬគាត់ចាយទៅវិញខ្លាំងអញ្ចឹងបានន័យថាអញ្ចឹងមិនមែនបងប្អូនកន្លែងឃើញថាអូមនុស្សនឹងច្រមុះសាច់ច្រមុះធំច្រមុះអីល្អអូគាត់អ្នកមានលុយមែនទេវាមានអត្ថន័យដែលយើងបញ្ជាក់វាផ្សេងខុសគ្នាតិចតួច